ជាសួរលោកគ្រូក៏ដូចជាសិស្សទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី3នឹងឡើងបកស្រាយនៅធានបទក្នុងមុខវិជ្ជា Management Self Management យើងគឺមកពីក្រុមទី3នឹងឡើងដែលខ្ញុំដែលមាន member 5នាក់ដែលខ្ញុំគឺជា presenter ទី1ដែលខ្ញុំមានឈ្មោះថាទឹមសង្ហ៊ុននិងបន្តមកស្រីពៅសំណាងបន្តមកទៀតចន្ទតោហើយនៅចុងក្រោយគឺហុងយីtopic នេះគឺជា content របស់យើងដែលយើងធ្វើការបកស្រាយពី 4.1 រហូតដល់ 4.9 ហើយយើងក៏នឹងធ្វើការបកស្រាយទៅលើ chapter ទី4ដែលគេនិយាយថា self setting ឬយើងអាចប្រែបានថាការកំណត់ការលក់ដំបូងគឺនឹងចូលដល់ចំណុច 4.1 តែម្ដងគឺនិយាយអំពី environmental and managerial process that impacts on sales ក្នុងនោះគឺគេចង់និយាយអំពីឥទ្ធិពលនៃបរិស្ថាននិងការគ្រប់គ្រងដែលឥតមានឥទ្ធិពលទៅលើការលក់កត្តាបរិស្ថានសំខាន់មួយចំនួនដូចជាឥរិយាបថក៏ដូចជាបច្ចេកវិទ្យានិងការគ្រប់គ្រងមួយចំនួនដែលមានឥទ្ធិពលលើរបៀបនៃការលក់និងការគ្រប់គ្រងការលក់ចំណុចទី1យើងនឹងបែងចែកវាជា2គឺមាន behavior focus process ហើយនិងទី2យើងនឹងនិយាយអំពី mental process ប៉ុន្តែដំបូងគឺយើងនឹងនិយាយពីទី1 behavioral process នៅពេលដែលអតិថិជនសម្របទៅនឹងបរិយាកាសផ្លាស់ប្ដូរដូច្នេះការលក់ត្រូវតែសម្របខ្លួនទៅតាមឥទ្ធិពលផ្សេងៗគ្នាដែលដូចជាទី A ការកើនឡើងការរំពឹងទុករបស់អ្នកទិញនិងអតិថិជនរបស់អង្គភាព B ការជៀសវាងអតិថិជននិងការចរចារបស់អ្នកទិញនិងអ្នកលក់C ការពង្រីកអំណាចរបស់អ្នកទិញធំD សកលភាវូបនីយកម្មនិងចុងក្រោយ E និយាយពីការបែងចែកទីផ្សារចំណុច A យើងនឹងនិយាយអំពីការកើនឡើងការរំពឹងទុករបស់អ្នកទិញនិងអតិថិជនរបស់អង្គភាពនិងបំពេញនៅតម្រូវការនៅពេលដែលអ្នកប្រើប្រាស់ជួបប្រទះនឹង standard ខ្ពស់នៃផលិតផលនិងសេវាកម្មដូច្នេះការរំពឹងទុករបស់ពួកគេត្រូវបានជំរុញឲ្យមានការរំពឹងទុកខ្ពស់បន្ថែមទៀតនាពេលអនាគតដំណើរការនេះអាចត្រូវបានពន្លឿនដោយបទពិសោធន៍នៅបរទេសនិងអ្នកថ្មីចូលទៅក្នុងឧស្សាហកម្មអាចមកពីបរទេសដែលកំណត់ស្តង់ដារថ្មីនៃឧត្តមភាពនាយកប្រតិបត្តិនៃក្រុមហ៊ុនសារជាការពេញចិត្តរបស់អតិថិជនដែលលោក JD Power បានពន្យល់ថាអ្វីដែលធ្វើឲ្យការពេញចិត្តរបស់អតិថិជនជាការពិបាកសម្រេចចិត្តបានគឺព្រោះតែអ្នកតែងតែលើកទីតាំងវាឲ្យខ្ពស់ឡើងហើយបន្តពង្រីកគម្លាតនៃគោលដៅអ្នកមិនដែលបញ្ឈប់វាទេនៅពេលដែលអតិថិជនរបស់អ្នកទទួលបានការថែទាំកាន់តែល្អប្រសើរពួកគេទាមទារឲ្យមានការថែទាំកាន់តែប្រសើរជាងនឹងទៀតពាក់ព័ន្ធសម្រាប់អ្នកលក់គឺពួកគេត្រូវតែទទួលយកការរំពឹងទុករបស់អ្នកទិញទាំងអតិថិជននិងស្ថាប័នសម្រាប់គុណភាពផលិតផលសេវាកម្មអតិថិជននិងតម្លៃនឹងបន្តកើនឡើងជាបន្តបន្ទាប់ពួកគេត្រូវបានឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះដោយការតស៊ូមតិនិងការអនុវត្តការកែលម្អជាបន្តបន្ទាប់នៅក្នុង standard មួយដែលមានគុណភាពភាពជឿនលឿននៃបច្ចេកវិទ្យាបានបង្កើនការរំពឹងទុករបស់អតិថិជនខ្ពស់ជាងមុនការ improve ទៅលើតាមរយៈ email និង internet បានបង្កើតឲ្យមានការរំពឹងទុករបស់អតិថិជនទំនាក់ទំនងនិងតាក់ទងនឹងពេលវេលាឆ្លើយតបសារនិងការសាកសួរព័ត៌មានឬគេអាចក្នុងនោះគេនិយាយថា contact us ដែលវាអាចមានដំណើរការក្នុងរយៈពេល24ម៉ោងក្នុងមួយសប្តាហ៍ការវិជាការលឿនហ្នឹងមានន័យថាដូចឧទាហរណ៍ថាយើងធ្វើការបង្កើត page យើងលក់អីមួយអញ្ចឹងយើងបង្កើតជាមាន page អីអញ្ចឹងយើងនឹងធ្វើ set system វាឲ្យឆ្លើយជាមួយនឹងសំណួរដែលអតិថិជនចូលចិត្តសួរឬជាគេសួរថាយើងមានប្រភេទសាច់អីគេខ្លះឬក៏តម្លៃប៉ុន្មានអញ្ចឹងយើងនឹង set សំណួរហ្នឹងក៏ដូចជាតម្លៃហ្នឹងនៅក្នុង system ហើយស្រីគេអញ្ចឹងនៅពេលដែលអតិថិជនគាត់ឆាតមកគឺគាត់នឹងឆាតមកត្រូវសំណួរអ្វីដែលយើង set នៅក្នុង system ហ្នឹងគឺ system ហ្នឹងវានឹងឆ្លើយជំនួសយើងដែរមិនបាច់ចាំឲ្យមានអ្នក reply នៅពេលហ្នឹងឯងប៉ុន្តែបើសិនជាសម្រាប់សំណួរណាដែលយើងអត់បាន set នៅក្នុង system ហ្នឹងទេអាហ្នឹងក៏វាទាមទារឲ្យមនុស្សយើងហ្នឹងគឺទៅ reply អតិថិជនដែរតែជាធម្មតាយើងត្រូវតែ reply អតិថិជនហ្នឹងគ្រាន់ថាការ set system ហ្នឹងវាជួយមួយកម្រិតប្រព័ន្ធអាចនឹងមានភាពសុខស្មើនៅពេលដែល error ឬក៏សេវាកម្មមិនល្អដូច្នេះអ្នកគ្រប់គ្រងអ្នកលក់ត្រូវចេះគ្រប់គ្រងទំនាក់ទំនងមុខងារនេះដើម្បីផ្ដល់ដំណោះស្រាយនិងទំនាក់ទំនងជាមួយអតិថិជនឲ្យបានយូរអង្វែង B ការជៀសវាងអតិថិជនពីការចរចារបស់អ្នកទិញនិងអ្នកលក់ការសិក្សានេះបានបង្ហាញថាការទិញរថយន្តគឺជាបទពិសោធន៍ដែលបង្កឲ្យមានការខឹងខំបារម្ភនិងការពេញចិត្តតិចបំផុតនៅក្នុងការលក់រាយពេលខ្លះអ្នកលក់រថយន្តមានជំនាញវិជ្ជាជីវៈខ្ពស់អាចនឹងទទួលបានការលក់ខ្ពស់ចំណុច C ការពង្រីកអំណាចអ្នកទិញធំការកើនឡើងភាពលេចធ្លោនៃអ្នកលេងសំខាន់នៅក្នុងវិស័យជាច្រើនជាពិសេសការលក់រាយកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការលក់និងការគ្រប់គ្រងការលក់អំណាចនៃការលក់នេះនៃការទិញនេះមានន័យថាពួកគេអាចទាមទារនិងទទួលបានសេវាកម្មពិសេសរួមទាំងស្ថានភាពអតិថិជនពិសេសភាពជោគជ័យសម្រាប់អ្នកលក់និងពឹងផ្អែកទៅលើសមត្ថភាពរបស់ពួកគេឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់អតិថិជនធំនិងការខិតខំលក់របស់បុគ្គលិកដែលមានបច្ចេកទេសដើម្បីបំពេញនៅតម្រូវការរបស់អតិថិជនចំណុច D យើងនឹងនិយាយអំពីសកលភាវូបនីយកម្មនៅពេលដែលទីផ្សារក្នុងស្រុកមានភាពឆ្អែតឆ្អន់ក្រុមហ៊ុននឹងពង្រីកទៅក្រៅប្រទេសដើម្បីសម្រេចនៅកម្លាំងការលក់និង
ប្រាក់ចំណេញក្រុមហ៊ុនធំៗដូចជា Coca-Cola, Colgate, Avon Products ឥឡូវនេះគឺមានទទួលសមាមាត្រដ៏ធំបំផុតនៃប្រាក់ចំណូលរបស់ពួកគាត់នៅក្នុងទីផ្សារបរទេសភាពខុសគ្នាខាងសីលធម៌គឺជាការពិចារណាដ៏សំខាន់មួយផងដែរអ្វីដែលជាក្រមសីលធម៌នៅក្នុងប្រទេសមួយអាចគ្មានសីលធម៌នៅក្នុងប្រទេសមួយទៀតដូច្នេះក្រុមហ៊ុនពហុជាតិត្រូវតែយកមកពិចារណាទោះបីពួកគេអាចចូលរួមនៅក្នុង standard ជាជាងប្រតិបត្តិការរួមបញ្ចូលគ្នាក៏ដោយចំណុច E យើងនឹងនិយាយអំពីការបែងចែកទីផ្សារការជំរុញដោយភាពខុសគ្នានៃកម្រិតប្រាក់ចំណូល lifestyle បុគ្គលិកលក្ខណៈ experience និងពូជសាសន៍នេះមានន័យថាទីផ្សារទំនងជាទូជាងមុនជាមួយនឹងការកើនឡើងនៃ brand ដែលលក់ដាច់ក្នុងទីផ្សារដើម្បីបំពេញនូវតម្រូវការចម្រុះទាំងមុខងារទាំងផ្លូវចិត្តអ្នកគ្រប់គ្រងទីផ្សារផ្នែកលក់នឹងត្រូវមានភាពប៉ិនប្រសប់ក្នុងការកំណត់យកនិងការផ្លាស់ប្ដូរនៃរសជាតិរបស់អតិថិជនដើម្បីបង្កើននូវយុទ្ធសាស្ត្រដែលបំពេញចិត្តអតិថិជននៅក្នុងសង្គមផងដែរ technology cost process សារៈសំខាន់នៃបច្ចេកវិទ្យាលើការលក់និងការគ្រប់គ្រងការលក់ត្រូវឆ្លុះបញ្ចាំងនៅក្នុងការយកចិត្តទុកដាក់ទៅលើប្រធានបទនោះចំណុចសំខាន់ៗទាំង3ដូចមានទី1 self success automation ស្វ័យប្រវត្តិកម្មនៃផ្នែកលក់ទី2យើងនិយាយពី virtual sales office ការិយាល័យលក់និងចំណុចទី3 electronic sales channels បណ្ដាញសង្គមអេឡិចត្រូនិកចំណុចទី1គឺ sales focus self success automation ស្វ័យប្រវត្តិកម្មផ្នែកលក់គឺមានដូចជា tablet laptop computers mobile phone fax email និងមានផ្សេងៗទៀតលើពីនេះការផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកឬយើងអាចហៅកាត់ថា EDI ផ្ដល់នូវការភ្ជាប់កុំព្យូទ័រធ្វើការភ្ជាប់រវាងកុំព្យូទ័រជាមួយនឹងក្រុមហ៊ុននិងអ្នកលក់បន្តឧទាហរណ៍ថាការបញ្ជាទិញវិក្កយបត្រការបរិច្ឆេទរបាយការណ៍ផ្សេងៗទៀតvarious sales offices សមត្ថភាពសម្រាប់ក្រុមលក់ដើម្បីធ្វើការពីចម្ងាយដោយប្រើឧបករណ៍ digital និងចំណុចទី3 electronic sales channel វេទិកាអនឡាញដូចជា e-commerce website និង digital marketplace ផងដែរចំណុចទី2យើងនឹងនិយាយអំពី managerial process អ្នកគ្រប់គ្រងអាចឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៅក្នុងបរិយាកាសដែលបង្កើតយុទ្ធសាស្ត្រថ្មីៗដើម្បីបង្កើតប្រសិទ្ធភាពនៃការលក់មានដូចជាទី1យើងនិយាយពីការប្រើប្រាស់បច្ចេកទេសទីផ្សារផ្ទាល់ការប្រើប្រាស់បច្ចេកទេសទីផ្សារផ្ទាល់ទី2យើងនិយាយពីការកែលម្អប្រតិបត្តិការសហប្រតិបត្តិការរវាងការលក់និងទីផ្សារនិងចំណុច C ជាចំណុចទី3ការលើកទឹកចិត្តនិងការបណ្ដុះបណ្ដាលផ្នែកលក់និងការអភិវឌ្ឍវិជ្ជាជីវៈចំណុច A ការប្រើប្រាស់បច្ចេកទេសទីផ្សារផ្ទាល់គឺជាការប្រើប្រាស់បណ្ដាញទំនាក់ទំនងដែលមានគោលដៅដូចជាទីផ្សារ email ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធ social media ឬក៏ការធ្វើជា social media advertising និងការ promotion ដោយខ្លួនឯងដើម្បីទៅដល់អតិថិជននៅសក្តានុពលដោយផ្ទាល់ចំណុច B ការកែប្រែលម្អកិច្ចសហប្រតិបត្តិការរវាងការលក់នៅក្នុងទីផ្សារការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមលក់និងទីផ្សារដើម្បីធានានូវវិធីសាស្ត្ររួមមួយក្នុងការទទួលបាននូវអតិថិជននិងចំណុច C ជាចំណុចចុងក្រោយការលើកទឹកចិត្តដល់ការបណ្ដុះបណ្ដាលផ្នែកលក់និងការអភិវឌ្ឍវិជ្ជាជីវៈគឺជាការផ្ដល់ឱកាសសម្រាប់អ្នកលក់ដើម្បីចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលនិងទទួលបានសញ្ញាបត្រវិជ្ជាជីវៈបង្កើននៅជំនាញរបស់ពួកគេឲ្យទាន់សម័យនិងជួយឲ្យបង្កើនឲ្យពួកគេមានការលក់កាន់តែច្រើនចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ហើយចូលចំណុចបន្តទៀតជំរាបសួរអ្នកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមមកបង្ហាញអំពីចំណុចរបស់ខ្ញុំម្ដងហើយចំណុចរបស់ខ្ញុំហ្នឹងនិយាយអំពី 4.2 Sales Channel តែត្រង់ចំណុចហ្នឹងយើងត្រូវមកស្គាល់សិនថា Sales Channel ហ្នឹងគឺសំដៅលើអីគេ Sales Channel ហ្នឹងគឺសំដៅលើទំនិញឬសេវាកម្មណាមួយដែលពីអ្នកលក់ទៅដល់អ្នកទិញផ្ទាល់ហើយចំណុចទាំងអស់ហ្នឹងយើងនឹងមកសិក្សាអំពីទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់និងការវិតម្លៃនៃការលក់ចេញតែម្ដងអញ្ចឹងយើងចូលទៅចំណុចទី1ចំណុចទី1ហ្នឹងយើងនិយាយអំពី Logistics or Physical Distribution Management កន្លែងហ្នឹងគឺយើងត្រូវមកស្គាល់ថាភស្តុភារហ្នឹងគឺជាដំណើរការនៃការរៀបចំផែនការការអនុវត្តនិងការគ្រប់គ្រងចលនាទំនិញប្រកបដោយប្រសិទ្ធភាពធម្មតាអវ៉ាន់មួយយើងត្រូវតែចេះគ្រប់គ្រងត្រូវចេះរៀបផែនការប្រព័ន្ធ system អីឲ្យបានល្អទៅភ្ញៀវគាត់ពេញចិត្តសេវាកម្មរបស់យើងអញ្ចឹងចំណុចកន្លែងហ្នឹងយើងត្រូវមករៀនទាំងអស់គ្នាតែទីមួយហ្នឹងគឺនិយាយអំពី order processing ហ្នឹងគឺប្រព័ន្ធប្រើដើម្បីទទួលផ្ទៀងទាត់និងបំពេញការបញ្ជាទិញរបស់អតិថិជនអញ្ចឹងឧទាហរណ៍ថាក្រុមហ៊ុនខ្លះគាត់មាន website ដើម្បីឲ្យភ្ញៀវគាត់ធ្វើការកម្មង់ឬក៏តាម website ហ្នឹងអាហ្នឹងវាជាការងាយស្រួលមួយដែរប៉ុន្តែដោយសារតែនៅកម្ពុជារបស់យើងវាអត់ទាន់ទូលំទូលាយខាងបច្ចេកវិទ្យា website ហ្នឹងខ្លះអតិថិជនខ្លះក៏គាត់អត់ទាន់ចេះកម្មង់តាម website ហ្នឹងដែរអញ្ចឹងហើយបានជាប្រជាជនយើងខំបូតនៅតាម Facebook អញ្ចឹងក៏គាត់អត់សូវចេះទៀតខ្លះទៅក៏គាត់ត្រូវការខលតាមលេខអញ្ចឹងទៅហើយខ្លះក៏តំណែងតាម Telegram ចំណុចទាំងអស់ហ្នឹងក៏វាជំនួយដល់ការភាពងាយស្រួលដល់អតិថិជនផងដែរ
ហើយចំណុចទី2ហ្នឹងគឺការគ្រប់គ្រងសម្ភារៈការគ្រប់គ្រងសម្ភារៈគឺចលនានៃការការពារឬការស្តុកទំនិញនៅក្នុងឃ្លាំងឬកន្លែងផលិតកន្លែងផលិតត្រង់ចំណុចហ្នឹងឧទាហរណ៍ថាពេលដែលភ្ញៀវគាត់អត់របស់អីមួយដែលយើងកំពុងតែផលិតហ្នឹងយើងត្រូវតែមើលឲ្យច្បាស់ថាសម្ភារៈក្នុងការផលិតផលមួយហ្នឹងតើយើងបានរៀបចំវារួចហើយនៅយើងបានថែរក្សាវាល្អនៅអញ្ចឹងណាក្នុងករណីដែលភ្ញៀវគាត់បញ្ញាឬបតំភ្លាមគឺយើងអត់មានអីផលិតឲ្យគាត់អញ្ចឹងវាជាបញ្ហាមួយដែរហើយចំណុចទី3ហ្នឹងនិយាយអំពីកន្លែងផ្ទុកឬក៏យើងហៅថាឃ្លាំងការផ្ទុកទំនិញមុនពេលចែកចាយដល់អតិថិជនអញ្ចឹងគឺកន្លែងហ្នឹងយើងត្រូវមានកន្លែងផ្ទុកមួយដែរពេលដែលយើងផលិតហើយឧទាហរណ៍ថាភ្ញៀវគាត់អត់ទាន់បានទទួលអត់ទាន់បានទទួលអីវ៉ាន់ហ្នឹងអញ្ចឹងយើងត្រូវមានកន្លែងមួយដែរដើម្បីផ្ទុកអីវ៉ាន់ទាំងអស់ហ្នឹងហើយជាកន្លែងដែលមានសុវត្ថិភាពផងដែរព្រោះនៅពេលដែលដល់ថ្ងៃដែលភ្ញៀវត្រូវយកឬក៏ដល់ថ្ងៃដែលអ្នកដឹកជញ្ជូនគាត់មកយកយើងអត់មានអីឲ្យទៅគាត់ហ្នឹងក៏វាជាបញ្ហាធំមួយផងដែរហើយចំណុចទី4ហ្នឹងគឺ inventory control ហ្នឹងគឺការគ្រប់គ្រងកម្រិតនៅក្នុងស្តុកដើម្បីធានាបាននូវភាពសុវត្ថិភាពខណៈពេលដែលការកាត់បន្ថយការចំណាយលើការផ្ទុកអីផ្សេងៗកន្លែងហ្នឹងឧទាហរណ៍ថាយើងមិនចាំបាច់មានឃ្លាំងអីធំដុំទេធំកន្លែងដែលយើងផលិតហ្នឹងក៏យើងអាចផ្ទុកហ្នឹងបានដែរដោយសារយើងចង់កាត់បន្ថយការចំណាយអីផ្សេងៗហើយចំណុចទី5 transportation គឺការដឹកជញ្ជូនហ្នឹងគឺជាវិធីសាស្ត្រមួយប្រើដើម្បីផ្លាស់ទំនិញពីអ្នកលក់ទៅកាន់អ្នកទិញឧទាហរណ៍ថាឡានដឹកទំនិញកប៉ាល់យន្តហោះម៉ូតូអីជាដើមជាមធ្យោបាយក្នុងការដឹកជញ្ជូនទំនិញទាំងអស់ហ្នឹងទៅកាន់អតិថិជនសម័យឥឡូវហ្នឹងក៏មានអ្នកដឹកជញ្ជូនផងដែរដូចគាត់ដឹកតាម Grab ឬក៏តាមក្រុមហ៊ុនអីផ្សេងៗអញ្ចឹងទៅយើងមិនចាំបាច់មានម៉ូតូឬក៏រថយន្តក្នុងការដឹកជញ្ជូនទេគ្រាន់តែថាបើសិនជាយើងជួលក្រុមហ៊ុនដូចជា Grab ឬក៏ក្រុមហ៊ុនអីផ្សេងៗអស់ហ្នឹងវាចំណាយលើអស់ហ្នឹងវាថ្លៃដែរអញ្ចឹងយើងត្រូវគិតគូរលើត្រង់ចំណុចហ្នឹងដែរហើយចំណុចទី6គឺ packaging ហ្នឹងការរៀបចំការទុកដាក់ការវេចខ្ចប់សម្រាប់អ្នកជញ្ជូនប្រកបដោយសុវត្ថិភាពខណៈពេលដែលអ្នកដឹកជញ្ជូនគាត់ដឹកទៅឲ្យអតិថិជនហ្នឹងវាក៏អាចឧទាហរណ៍ថាផ្លូវវាមិនប្រកាសថាស្រួលគ្រប់កន្លែងគ្រប់កលៈទេសៈទេអញ្ចឹងយើងត្រូវរៀបចំបែបណាឲ្យវាមានសុវត្ថិភាពដែរហើយការរៀបចំហ្នឹងដែរក៏យើងត្រូវផ្ចិតផ្ចង់ផងដែរព្រោះការរៀបចំហ្នឹងក៏បង្ហាញអំពីគុណភាពនៃផលិតផលរបស់យើងដែរវាក៏ជួយធ្វើឲ្យផលិតផលរបស់យើងមើលទៅវាមានគុណភាពជាងមុនវា premium ជាងមុនផងដែរអញ្ចឹងខ្ញុំសូម slide បន្តទៀតដល់ slide បន្តហ្នឹងយើងដល់ចំណុចទី2ហ្នឹងគឺ channel of distribution ត្រង់ចំណុចហ្នឹងគឺនិយាយអំពីបណ្ដាញចែកចាយគឺជាផ្លូវដែលទំនិញហូរចេញពីអ្នកលក់ពីអ្នកផលិតទៅកាន់អ្នកប្រើប្រាស់ត្រង់ចំណុចហ្នឹងគឺយើងមាន2ក្នុងការលើកយកមកសិក្សាទី1ហ្នឹងគឺ sales channel ជាវិធីសាស្ត្រនៃការលក់ផលិតផលដូចជាការលក់ដោយផ្ទាល់ការលក់រាយឬក៏វេទិកាអនឡាញឥឡូវហ្នឹងគឺយើងមានវិធីសាស្ត្រជាច្រើនក្នុងការលក់ដូចជាអនឡាញតាម website តាម agency អីផ្សេងៗជាដើមយើងមិនចាំបាច់ធ្វើការផ្សព្វផ្សាយដូចជំនាន់មុនទេដូចយើងទៅចែកខិត្តប័ណ្ណអីចឹងណាឥឡូវគឺអត់សូវឃើញមានទេដោយសារតែប្រព័ន្ធអនឡាញប្រព័ន្ធ social ហ្នឹងគឺយើងប្រមូលទៅតាមហ្នឹងក៏មានអ្នកស្គាល់ច្រើនដែរហើយសម្រាប់ page Facebook ហ្នឹងបើសិនជាយើងបង្កើត like នៅខ្លួនឯងអាហ្នឹងយើងអាចផុសទៅធ្វើ marketing ទៅមានអ្នកស្គាល់ច្រើនតែបើសិនជាឧទាហរណ៍ថាយើងទិញ page គេយើងត្រូវការឲ្យយើងបូកចំណាយលុយអស់ច្រើនបន្តិចទើបអាចមានភ្ញៀវឬក៏អតិថិជនថ្មីស្គាល់ហើយចំណុចមួយទៀតហ្នឹងគឺ relationship with supplier ត្រង់ចំណុចហ្នឹងឧទាហរណ៍ថាយើងជា agency យើងយកអីវ៉ាន់មកពី supplier មិនចាំបាច់តែ agency សូម្បីតែយើងអ្នកផលិតផលនឹងផ្ទាល់ក៏ដោយក៏យើងត្រូវការវត្ថុធាតុដើមក្នុងការផលិតនឹងដែរអញ្ចឹង relationship with supplier ហ្នឹងគឺសំខាន់មែនទែនដោយសារតែពេលណាដែលយើងរក្សាទំនាក់ទំនងល្អជាមួយនឹងគាត់នឹងផ្គត់ផ្គង់របស់ល្អៗមកឲ្យយើងដើម្បីផលិតធ្វើការផលិតផលហ្នឹងឲ្យវាល្អដែរពេលដែលវត្ថុធាតុដើមឬក៏សម្ភារៈទាំងអស់ហ្នឹងវាអត់ល្អយើងផលិតមកក៏វាអត់ល្អតាមនឹងដែរហើយមួយទៀតពេលវេលាឧទាហរណ៍ថាអ្នកផ្គត់ផ្គង់ហ្នឹងគាត់ផ្គត់ផ្គង់មកយើងអត់ទាន់ពេលអត់ទាន់វេលាអញ្ចឹងណាអញ្ចឹងអតិថិជនរបស់យើងគាត់ធ្វើការរង់ចាំយូរវាអាចប៉ះពាល់ដល់អតិថិជនរបស់យើងដែរអញ្ចឹងពេលដែលយើងបង្កើត business កុំភ្លេចអាសាក្នុងការ make relationship with supplier ហើយចូលដល់ចំណុចទី3ហ្នឹងគឺការវិតម្លៃអំពី sales channel ការវិតម្លៃហ្នឹងគឺជួយឲ្យអាជីវកម្មកំណត់ថាតើមួយណាមានប្រសិទ្ធភាពឬក៏មួយណាអត់អញ្ចឹងដល់ចំណុចទាំងអស់ហ្នឹងវាមាន7ចំណុចទី1គឺទីផ្សារការយល់ដឹងអំពីតម្រូវការនិងចំណង់ចិត្តរបស់អតិថិជនទីផ្សារហ្នឹងគឺសំខាន់បំផុតដោយសារអីពេលណាដែលយើងគិតតែពីលក់យើងអត់សិក្សាពីអតិថិជនយើងអត់ដឹងថាគាត់មានតម្រូវការអីគាត់ចូលចិត្តអីផលិតផលរបស់យើងហ្នឹងគាត់ពេញចិត្តអត់គាត់ចង់កែតម្រូវអីមិនអត់អញ្ចឹងណាត្រង់ចំណុចហ្នឹងយើងត្រូវសិក្សាពីគាត់យើងត្រូវសួរគាត់ថាផលិតផលហ្នឹងនៅខ្វះខាតអីអត់ឲ្យគាត់ជួយ recommend ឬក៏គាត់ត្រូវការអីបន្ថែមទៀតអត់អញ្ចឹងណាជាចំណុចមួយដែលយើងអាចអភិវឌ្ឍអាជីវកម្មរបស់យើងហើយក៏អាចវាតម្លៃបានដែរថាអាជីវកម្មរបស់យើងហ្នឹងវាមានប្រសិទ្ធភាពកម្រិតណាហើយចំណុចទី2គឺ channel cost ហ្នឹងគឺការចំណាយពាក់ព័ន្ធនឹងការប្រើប្រាស់វិធីសាស្ត្រចែកចាយផ្សេងៗ
អាហ្នឹងខ្ញុំនិយាយមិញដែរហ្នឹងដូចជាការបូសហ្នឹងវារៀងស៊ីថ្លៃបន្តិចដោយសារតែយើងអត់ទាន់មានអ្នកស្គាល់ច្រើនអញ្ចឹងការចាប់ផ្ដើមដំបូងយើងត្រូវធ្វើការបូសស៊ីលុយអស់ច្រើនបន្តិចអញ្ចឹងយើងត្រូវគិតនៅលើការចំណេញរបស់យើងដែរយើងត្រូវយកមកដកជាមួយនឹងការផ្សព្វផ្សាយផ្សេងៗព្រោះផ្សព្វផ្សាយអស់ហ្នឹងក៏ត្រូវការប្រើប្រាស់ថវិកាជាច្រើនដែរហើយចំណុចទី3គឺផលិតផលហ្នឹងគឺយើងនិយាយអំពីលក្ខណៈផលិតផលដែលមានឥទ្ធិពលលើការចែកចាយឧទាហរណ៍ថារូបរាងទំហំឬក៏វាមានភាពស្មុគស្មាញដល់អតិថិជនឬអត់ពេលដែលយើងរៀបចំឬក៏ផលិតផលរបស់យើងឲ្យទៅមានភាពស្មុគស្មាញក៏អតិថិជនហ្នឹងក៏អត់សូវចូលចិត្តដែរគាត់ត្រូវការភាពសាមញ្ញអីជាដើមអញ្ចឹងទៅពេលដែលគាត់ធ្វើការកម្មង់យើងក៏យើងរៀបចំបែបម៉េចឲ្យគាត់មើលមកស្រួលក្នុងការកម្មង់ដែរហើយចំណុចទី4គឺសក្តានុពលនៃប្រាក់ចំណេញសក្តានុពលនៃប្រាក់ចំណេញហ្នឹងយើងត្រូវចេះរៀបចំចេះបែងចែកយើងត្រូវគិតគូរទាំងអស់មិនថាដំណើរការនៃការផលិតមិនថាថ្លៃបុគ្គលិកឬក៏ថ្លៃផ្ទះជួលអីផ្សេងៗយើងត្រូវបែងចែកឲ្យអស់ព្រោះអាចចំណុចទូចៗអស់ហ្នឹងឯងដែលយើងបាត់ឃើញហ្នឹងវាអាចធ្វើឲ្យក្រុមហ៊ុនរបស់យើងដួលបានអញ្ចឹងយើងត្រូវគិតគូរលើចំណុចទាំងអស់ហ្នឹងដែរហើយចំណុចទី5រចនាសម្ព័ន្ធ Channel ហ្នឹងគឺយើងផ្ដោតទៅលើចំនួននិងប្រភេទនៃអន្តរការីនៅក្នុងខ្សែសង្វាក់នៃការផ្គត់ផ្គង់ហើយចំណុចទី6វដ្តជីវិតរបស់ផលិតផលធម្មតាផលិតផលវាតែងតែមានភាពខូចខាតឬក៏អីផ្សេងៗហើយអញ្ចឹងយើងត្រូវតែគិតគូរលើត្រង់ចំណុចហ្នឹងដែរថាវាត្រូវតែមាន product life cycle អញ្ចឹងឯងដូចជាឧទាហរណ៍ថាយើងលក់របស់ញ៉ាំចុះរបស់ញ៉ាំវាធម្មតាយើងលក់បានតែមួយថ្ងៃអីចឹងយើងត្រូវខូចអញ្ចឹងយើងត្រូវគិតរកទីផ្សារឬក៏ផលិតចំនួនណាដែលគិតថាមួយថ្ងៃហ្នឹងយើងលក់អត់កុំឲ្យវាសល់ព្រោះការដែលសល់វាអាចខាតវាធ្វើឲ្យយើងបោះចោលទៅយើងអត់មានភាពចំណេញពីវាសោះហើយចំណុចទី7ហ្នឹងគឺnon marketing factor ត្រង់ចំណុចហ្នឹងគឺយើងផ្ដោតទៅលើឥទ្ធិពលខាងក្រៅដូចជាបទបញ្ញត្តិរបស់រដ្ឋាភិបាលបច្ចេកវិទ្យានិងលក្ខខណ្ឌសេដ្ឋកិច្ចអញ្ចឹងយើងត្រូវចេះវិភាគដែរថាសេដ្ឋកិច្ចរបស់យើងនៅត្រង់ចំណុចណាដល់ចំណុចណាហើយបច្ចេកវិទ្យាត្រង់ចំណុចណាហើយយើងមិនមែនចេះតែផ្លិតមកវាអត់ស៊ីនឹងសម័យកាលទេអញ្ចឹងផលិតផលរបស់យើងត្រូវគិតគូរត្រង់ចំណុចហ្នឹងដែរសូមស្លាយបន្តចំណុចទី4 characteristic of sales channel ត្រង់ចំណុចហ្នឹងគឺខ្ញុំសូមចែកជា4ប្រភេទទី1ហ្នឹងគឺការលក់ដោយផ្ទាល់ហ្នឹងគឺលក់ដោយផ្ទាល់ពីអតិថិជនដោយគ្មានអន្តរការីឧទាហរណ៍ថាអត់មាន agency យកតពីយើងទេគឺអតិថិជនហ្នឹងគាត់មកកម្មង់ពីយើងដោយផ្ទាល់ហ្មងពេលណាដែលយើងមាន agency យើងត្រូវលក់ក្នុងតម្លៃថោកឲ្យគាត់អញ្ចឹង agency ហ្នឹងគាត់អាចលក់តម្លៃលើយើងទៀតទៅកាន់អតិថិជនអញ្ចឹងយើងចំណេញបានតិចខ្លាំងមែនតើចំណុចទី1ហ្នឹងហើយចំណុចទី2គឺ selective ហ្នឹងគឺលក់តាមហាងមួយចំនួនដែលមាននៅក្នុងការកំណត់ឧទាហរណ៍ថាខ្ញុំអ្នកផ្គត់ផ្គង់នំចុះខ្ញុំអ្នកផ្គត់ផ្គង់នំក្រូសាំងចុះអញ្ចឹងខ្ញុំទៅស្រាវជ្រាវឬក៏សិក្សាហាងកាហ្វេណាដែលគាត់មានលក់នំខេកអីជាដើមអញ្ចឹងណាខ្ញុំត្រូវទំនាក់ទំនងជាមួយគាត់ថាគាត់ចង់បាននំក្រូសាំងដើម្បីលក់កន្លែងហ្នឹងអត់យើងត្រូវរកទីផ្សារកន្លែងហ្នឹងដែរអញ្ចឹងបើសិនជាគាត់អូខេយើងអាចផ្គត់ផ្គង់តាមហាងដែលយើងមាន relationship ជាមួយគាត់ហ្នឹងដែរហើយចំណុចទី3 intensive ហ្នឹងគឺការចែកចាយផលិតផលយ៉ាងទូលំទូលាយដើម្បីឈានទៅដល់ចំណុចអតិបរមាចំណុចហ្នឹងគឺមានន័យថាផលិតផលរបស់យើងបានដើរទៅមុខហើយអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យផលិតផលរបស់ហ្នឹងវាកាន់តែរីកចម្រើនទៅមុខទៀតដើម្បីឲ្យអតិថិជនថ្មីផ្សេងទៀតស្គាល់ផលិតផលហ្នឹងកាន់តែច្រើនហើយចំណុចទី4គឺ exclusive ហ្នឹងគឺលក់តាមបណ្ដាញតែមួយឬមានកំណត់យ៉ាងខ្លាំងឬមានចំនួនកំណត់ត្រង់ចំណុចហ្នឹងឧទាហរណ៍ថាយើងលក់ឲ្យតែ agency ទេយើងអត់បានលក់ទៅអតិថិជនផ្ទាល់ទេព្រោះកាលណាដែលយើងលក់ទៅកាន់អតិថិជនផ្ទាល់យើងត្រូវការផ្សព្វផ្សាយយើងត្រូវការធ្វើ marketing អីផ្សេងៗអាហ្នឹងគាត់អត់ចង់ឈឺក្បាលអញ្ចឹងគាត់លក់ឲ្យតែ agency គាត់អ្នករកអតិថិជនអ្នករកទីផ្សារអីផ្សេងៗអញ្ចឹងទៅគាត់ថាការលក់ឲ្យ agency ហ្នឹងយើងបានតែបោះដុំយើងបានតម្លៃតិចតួចតែការបោះដុំហ្នឹងក៏យើងចំណេញក្បាលកាក់ទៅ agency គាត់យកច្រើនក៏យើងអាចងាយស្រួលតាមនឹងដែរហើយចំណុចទី5គឺ management of sales channel អាហ្នឹងគឺសំដៅទៅលើការគ្រប់គ្រងនៃការលក់ការគ្រប់គ្រងហ្នឹងគឺទាមទារឲ្យមានការសម្រេចចិត្តជាយុទ្ធសាស្ត្រឧទាហរណ៍ថាការសម្រេចចិត្តអីផ្សេងៗហ្នឹងមានដូចជាអឺត្រង់ចំណុចហ្នឹងគឺខ្ញុំបានលើកពីចំណុចមកបកស្រាយទី1ហ្នឹងគឺ channel decision ហើយទី2ហ្នឹងគឺfour major strategy element of channel choice and design អញ្ចឹងយុទ្ធសាស្ត្រសំខាន់ដែលមាននៅក្នុង management of sales channel ហ្នឹងមានដូចជាកត្តាទីផ្សារកត្តាផលិតផលកត្តាប្រកួតប្រជែងធនធាននិងគោលបំណងរបស់ក្រុមហ៊ុន
ដោយកត្តាទីផ្សារហ្នឹងយើងត្រូវធ្វើយ៉ាងម៉េចរកទីផ្សារបានច្រើនក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូរបស់យើងទីមួយរកទីផ្សារបានច្រើនហើយផលិតផលរបស់យើងក៏ត្រូវតែមានគុណភាពក៏ត្រូវតែល្អតាមនឹងដែរទើបចូលដល់ចំណុចទី3យើងអាចប្រកួតប្រជែងជាមួយនឹងដៃគូរបស់យើងបានហើយដល់ចំណុចទី4ហ្នឹងធនធាននិងគោលបំណងរបស់ក្រុមហ៊ុនធនធានហ្នឹងឧទាហរណ៍ថាយើងមានដើមទុនក្នុងការបរិយាអាជីវកម្មរបស់យើងថែមទៀតអត់និងគោលបំណងរបស់ក្រុមហ៊ុនហ្នឹងតើក្រុមហ៊ុនរបស់យើងទៅមុខទៀតយើងចង់ដល់ចំណុចណាកម្រិតណាអញ្ចឹងយើងត្រូវវិភាគថាធនធានរបស់យើងការប្រកួតប្រជែងជាមួយនឹងដៃគូកត្តាផលិតផលនិងកត្តាទីផ្សារហ្នឹងយើងមានអស់នៅសូមស្លាយបន្ទាប់ស្លាយបន្ទាប់ហ្នឹងគឺយើងដល់ 4.3 Industrial Commercial 4.3 ហ្នឹងគឺយើងមាន6ចំណុចដែលចំណុចទី1ហ្នឹងគឺយើងសិក្សាទៅលើអតិថិជនហ្នឹងវាតែងតែមានតិចឬក៏ច្រើនអញ្ចឹងយើងត្រូវសិក្សាថាអ្នកប្រើប្រាស់គាត់ឧស្សាហ៍ប្រើប្រាស់ផលិតផលអីគេគាត់ចូលចិត្តបែបណាមិនថាអតិថិជនតិចឬក៏ច្រើនយើងត្រូវតែសិក្សាទាំងអស់ព្រោះអតិថិជនរបស់យើងគឺផ្ដើមពីតិចហ្នឹងឯងចំណុចទី2ហ្នឹងគឺអឺការប្រមូលផ្ដុំទីផ្សារអ្នកទិញឧស្សាហកម្មជាធម្មតាមានទីតាំងនៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់ឬផ្នែកឧស្សាហកម្មហើយចំណុចទី3ការសម្រេចចិត្តទិញរបៀប complex purchasing decision ការទិញអាជីវកម្មពាក់ព័ន្ធនឹងការធ្វើការសម្រេចចិត្តជាច្រើនអ្នកហើយទាមទារការវាយតម្លៃដោយប្រុងប្រយ័ត្នត្រង់កន្លែងហ្នឹងឧទាហរណ៍ថាគាត់ទិញផលិតផលមួយហ្នឹងគាត់ត្រូវប្រើជាច្រើនអ្នកអញ្ចឹងគាត់ត្រូវពិភាក្សាគ្នាថាផលិតផលមួយណាដែលគាត់គួរជ្រើសរើសដើម្បីឲ្យបានប្រើទាំងអស់គ្នាអញ្ចឹងក្រុមហ៊ុនរបស់យើងក៏ត្រូវគិតគូរត្រង់ចំណុចហ្នឹងដែរថាយើងត្រូវតែផលិតproduct មួយណាដើម្បីឲ្យក្រុមគ្រួសាររបស់គាត់ប្រើបានទាំងសមាជិកគ្រួសារអញ្ចឹងទៅហើយចំណុចទី4ហ្នឹងគឺ long term relationship គឺការលក់ពីអាជីវកម្មទៅអាជីវកម្មដែលយើងហៅកាត់ថា B2B គឺសង្កត់ធ្ងន់ទៅលើភាពកសាងជាដៃគូយូរអង្វែងជាជាងប្រតិបត្តិការតែម្ដងត្រង់ចំណុចហ្នឹងឧទាហរណ៍ថា B2B ហ្នឹងឧទាហរណ៍ថាយើងបង្កើតក្រុមហ៊ុនផលិតសាប៊ូដល់ខ្លួនឬក៏សាប៊ូកក់សក់អញ្ចឹងក្រុមហ៊ុនរបស់យើងត្រូវការអ្នកចែកចាយហើយដូចជាតាមតូបអាជីវកម្មអីជាដើមអញ្ចឹងយើងត្រូវ make relationship មួយគាត់ដែរដើម្បីឲ្យគាត់យកផលិតផលរបស់យើងទៅលក់ទៅកាន់អ្នកប្រើប្រាស់ដូចជាអ្នកទិញរៀនហ្នឹងគាត់ជាអ្នកប្រើប្រាស់ហើយអាជីវករដែលគាត់លក់តាមតូបហ្នឹងគឺជា business មួយដែរអញ្ចឹងយើងត្រូវ make relationship ជាមួយនឹងគាត់ទើបអាចអាជីវកម្មរបស់យើងដំណើរការទៅមុខដែរហើយចូលដល់ចំណុចទី5ហ្នឹងគឺការជួញដូរទៅវិញទៅមកក្រុមហ៊ុនជាញឹកញាប់ចូលរួមនៅក្នុងកិច្ចព្រមព្រៀងទៅវិញទៅមកដែលជាកន្លែងដែលពួកគេទិញពីអតិថិជនរបស់ពួកគេឬផ្លាស់ប្ដូរទំនិញឬសេវាកម្មកន្លែងហ្នឹងក៏មានអាជីវកម្មខ្លះគាត់ធ្វើការដោះដូរទំនិញដែរព្រោះគាត់ត្រូវការប្រើរៀងខ្លួនអញ្ចឹងក៏គាត់ត្រូវការផ្លាស់ប្ដូរដែរហើយចំណុចទី6 type of production ហ្នឹងគឺមានប្រភេទផ្សេងៗគ្នានៃផលិតកម្មហើយវាក៏មានឥទ្ធិពលទៅលើយុទ្ធសាស្ត្រនៃការលក់ផងដែរផលិតកម្មការងារផលិតផលដែលផលិតដោយខ្លួនឯងសម្រាប់អតិថិជនម្នាក់ៗហើយមួយទៀតផលិតកម្មបណ្ដុំគឺផលិតទំនិញក្នុងបរិមាណដែលបានកំណត់មុនពេលផ្លាស់ទីទៅការអតិថិជនបន្ទាប់ហើយមួយទៀតផលិតកម្មលំហូរហ្នឹងគឺការផលិតជាបន្តបន្ទាប់នៃផលិតផលដូចគ្នាបែបបិទហើយចំណុចទី4ហ្នឹងគឺដំណើរការផលិតកម្មទ្រង់ទ្រាយធំនៃទំនិញដូចជាសារធាតុគីមីអាហារនិងភេសជ្ជៈចឹងចំណុចរបស់ខ្ញុំបានចប់ហើយចឹងសូមឲ្យមិត្តភក្តិរបស់ខ្ញុំឡើងបន្តជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាខ្ញុំតឹងសេពៅដោយមកបកស្រាយនៅចំណុច 4.4 selling of resale មានន័យថាការលក់ផលិតផលដល់អ្នកដទៃដើម្បីចែកចាយឬក៏ការលក់បន្ថែមទៅកាន់អតិថិជនចុងក្រោយដែលសកម្មភាពនៃការចែកចាយហ្នឹងវាតាក់ទងទៅកាន់អ្នកលក់រាយ retailer អ្នកលក់ដែលលក់ផ្ទាល់ទៅកាន់អតិថិជនឧទាហរណ៍ដូចជាផ្សារទំនើបហាងទំនិញឬក៏ហាងឯកជនជាដើមwholesaler អ្នកលក់ដុំអ្នកដែលទិញទំនិញជាច្រើនពីក្រុមហ៊ុនផលិតនិងចែកចាយទៅកាន់អ្នកលក់រាយfranchise មុខរបរក្នុងនោះដែលម្ចាស់អាជីវកម្មអាចប្រើប្រាស់ឈ្មោះនិងគោលការណ៍របស់ម៉ាកយីហោរបស់ពួកគេដល់ល្បីល្បាញឧទាហរណ៍ដូចជា McDonald ឬក៏ KFC ដើម្បីប្រតិបត្តិការអាជីវកម្មរបស់ពួកគេចូលទៅដល់ស្លាយបន្ទាប់ដែលស្លាយបន្ទាប់ហ្នឹងគេលើកឡើងអំពីប្រភេទនៃកន្លែងលក់រាយ type of retailer outlet មានដូចជាmultiple ក្រុមហ៊ុនលក់រាយធំៗដែលមានសាខាច្រើនទូទាំងប្រទេសឬក៏អន្តរជាតិពួកគេមានអំណាចនៅក្នុងទីផ្សារនិងអាចចរចាជាមួយនឹងក្រុមហ៊ុនផលិតដើម្បីទទួលបានតម្លៃល្អឬក៏លក្ខខណ្ឌល្អពីក្រុមហ៊ុនផលិតvariety chain ហាងដែលមានសាខាច្រើន
ប៉ុន្តែមានចំនួនតិចជាង multiple ពួកគេលក់ផលិតផលជាច្រើនប្រភេទដើម្បីទាក់ទាញអតិថិជនដែលចង់បានជម្រើសនៃផលិតផលច្រើន Co-operation Society ហាងដែលជាម្ចាស់កម្មសិទ្ធិរបស់អតិថិជនអាចក្លាយទៅជាសមាជិកដោយចូលរួមទិញភាគហ៊ុននិងទទួលបានប្រាក់ចំណេញតាមអត្រាដែលពួកគេបានចូលរួម department store ហាងធំៗដែលមានផ្នែកផ្សេងគ្នាដូចជាសម្លៀកបំពាក់គ្រឿងសង្ហារិមនិងផលិតផលអេឡិចត្រូនិកពួកគេផ្ដល់បទពិសោធន៍ទិញទំនិញពេញលេញសម្រាប់អតិថិជន independent ហាងតូចៗដែលជាម្ចាស់កម្មសិទ្ធិឯកជនពួកគេអាចផ្ដល់សេវាកម្មផ្ទាល់ខ្លួននិងផលិតផលដែលមានលក្ខណៈពិសេសដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងតំបន់ more order ឬក៏ direct selling វិធីលក់ផលិតផលតាមរយៈកាតាឡុកអនឡាញការលក់ដោយផ្ទាល់ដល់អតិថិជនវិធីសាស្ត្រនេះអាចឈានទៅដល់អតិថិជនដែលគាត់មិនអាចមកដល់ហាងផ្ទាល់បាន 2 impact of large retailer ផលប៉ះពាល់ពីហាងធំៗមានអំណាចជាច្រើននៅក្នុងទីផ្សារដែលជំរុញឲ្យក្រុមហ៊ុនផលិតវិនិយោគក្នុងការផ្សព្វផ្សាយនិងផលិតដើម្បីបំពេញតម្រូវការរបស់ពួកគេអ្នកលក់ត្រូវផ្ដោតទៅលើការចរចានិងការដំឡើងផលិតផលជាជាងការលក់ផ្ទាល់ដើម្បីធានាថាផលិតផលរបស់ពួកគេនឹងត្រូវបានបង្ហាញយ៉ាងល្អនៅក្នុងហាងក្រុម Trade Market Team ត្រូវបានបង្កើតឡើងដើម្បីសម្រួលទៅដល់ការងារជាមួយនឹងអ្នកលក់និងធានាថាផលិតផលត្រូវបានដាក់តាំងតាមយុទ្ធសាស្ត្ររបស់ទីផ្សាររបស់ពួកគេអ្នកលក់ដុំ Wholesaler កំពុងប្រឈមមុខទៅនឹងការកាត់បន្ថយដោយសាងហាងលក់ធំៗទិញផ្ទាល់ពីក្រុមហ៊ុនផលិតនេះធ្វើឲ្យអ្នកលក់ដុំត្រូវស្វែងរកយុទ្ធសាស្ត្រថ្មីៗដើម្បីរក្សាទីផ្សាររបស់ពួកគេចូលទៅដល់ស្វ័យបន្ទាប់ការរីកចម្រើននៃ franchise គឺជាវិធីដែលអនុញ្ញាតឲ្យបុគ្គលឬក៏ក្រុមហ៊ុនឯកជនប្រើប្រាស់ម៉ាកនិងគោលការណ៍អាជីវកម្មរបស់ក្រុមហ៊ុនមេដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួនប្រភេទនៃ franchise ហ្នឹងវាមានដូចជាក្រុមហ៊ុនផលិតទៅកាន់អ្នកចែកចាយឧទាហរណ៍ថាក្រុមហ៊ុនផលិតរថយន្តចឹងគាត់អនុញ្ញាតឲ្យអ្នកចែកចាយហ្នឹងលក់ផលិតផលរបស់ពួកគេពីក្រុមហ៊ុនផលិតទៅកាន់អ្នកលក់ដុំឧទាហរណ៍ក្រុមហ៊ុនភេសជ្ជៈ Coca-Cola អីចឹងគាត់ផ្ដល់ concentrate ដល់អ្នកលក់ដុំដើម្បីចែកចាយផលិតផលរបស់គាត់នឹងបន្ថែម3អ្នកលក់ដុំទៅកាន់អ្នកលក់រាយឧទាហរណ៍ប្រព័ន្ធផ្សារទំនើប SPA ដែលលក់រាយឯកជនប្រើប្រាស់ម៉ាករួមដើម្បីទាក់ទាញអតិថិជន4អាជីវកម្មសេវាកម្មទៅកាន់អ្នកលក់រាយឧទាហរណ៍ប្រព័ន្ធភោជនីយដ្ឋានដូចជា McDonald KFC ដែលអនុញ្ញាតឲ្យបុគ្គលបើកហាងឯកជនដោយប្រើម៉ាកនិងគោលការណ៍ក្រុមហ៊ុនរបស់ពួកគេ4ការផ្លាស់ប្ដូរផ្សេងៗនៅក្នុងវិស័យលក់រាយការផ្លាស់ប្ដូរពីហាងតូចៗទៅហាងធំៗដូចជា Superstore និង Hypermarket ដែលផ្ដល់ជម្រើសផលិតផលជាច្រើននិងតម្លៃប្រកួតប្រជែងកំណើននៃការទិញទំនិញតាមអ៊ីនធឺណិតនិងគំរូសេវាកម្មរបស់ខ្លួនពាណិជ្ជកម្មអេឡិចត្រូនិកនិងប្រព័ន្ធទូទាត់ដោយស្វ័យប្រវត្តិផ្ទាល់បដូររបៀបដែលអតិថិជនទិញទំនិញចូលទៅដល់ចំណុចបន្ទាប់ចូលទៅដល់ស្លាយបន្ទាប់ 4.5 ដែលគេនិយាយពី selling service ការលក់សេវាកម្មការលក់សេវាកម្មហ្នឹងគឺជាការផ្សព្វផ្សាយនិងការផ្ដល់ជូនសេវាកម្មដើម្បីបំពេញតម្រូវការរបស់អតិថិជនសេវាកម្មមានលក្ខណៈពិសេសដែលតម្រូវឲ្យអ្នកលក់ហ្នឹងអភិវឌ្ឍយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយរបស់ខ្លួននិងការផ្ដល់សេវាកម្មយ៉ាងល្អហើយមានប្រសិទ្ធភាពចូលទៅដល់ស្លាយបន្ទាប់យើងនិយាយពីលក្ខណៈពិសេសនៃសេវាកម្មលក្ខណៈពិសេសនៃសេវាកម្មហ្នឹងវាមានដូចជាសេវាកម្មហ្នឹងมันអាចប៉ះពាល់បានសេវាកម្មมันអាចមើលឃើញឬក៏ប៉ះពាល់បានដូច្នេះអ្នកលក់ហ្នឹងគាត់ត្រូវតែផ្ដោតទៅលើការបង្កើនភាពទុកចិត្តភាពជឿជាក់របស់អតិថិជនតាមរយៈការផ្ដល់ព័ត៌មានច្បាស់លាស់ឬក៏ការបង្កើតការយក feedback ពីអតិថិជនមុនมันអាចបំបែកបានការផលិតនិងការប្រើប្រាស់សេវាកម្មកើតឡើងនៅក្នុងអំឡុងពេលតែមួយដូច្នេះគុណភាពសេវាកម្មដែលយើងផ្ដល់ឲ្យគេហ្នឹងវាអាស្រ័យទៅលើទំនាក់ទំនងរវាងបុគ្គលិកនិងអតិថិជនការផ្លាស់ប្ដូរវាបគុណភាពសេវាកម្មអាស្រ័យទៅលើអ្នកផ្ដល់សេវាកម្មដូច្នេះយើងត្រូវតែបណ្ដុះបណ្ដាលបុគ្គលិករបស់យើងនិងធ្វើពិនិត្យទៅលើគុណភាពសេវាកម្មគឺជាគឺវាមានសារៈសំខាន់បំផុតno ownership គ្មានកម្មសិទ្ធិអតិថិជនប្រើប្រាស់សេវាកម្មប៉ុន្តែมันមានកម្មសិទ្ធិទៅលើវាទេដូច្នេះអ្នកលក់ត្រូវតែផ្ដោតទៅលើការផ្ដល់បទពិសោធន៍ល្អទៅកាន់អតិថិជនប្រភេទនៃសេវាកម្មប្រភេទនៃសេវាកម្មមានដូចជា transport and logistics ការដឹកជញ្ជូននិង logistics ហ្នឹងមានដូចជាអាកាសចរណ៍និងសេវាកម្មដឹកជញ្ជូនសេវាកម្មស្នាក់នៅ hospital សណ្ឋាគារភោជនីយដ្ឋានfinancial service សេវាកម្មហិរញ្ញវត្ថុធនាគារឬក៏ធានារ៉ាប់រង professional service សេវាកម្មវិជ្ជាជីវៈមានដូចជាគណនេយ្យច្បាប់និងការពិគ្រោះយោបល់ health care សេវាកម្មសុខាភិបាលមានដូចជាមន្ទីរពេទ្យ clinic សេវាកម្មទូរគមនាគមន៍អ៊ីនធឺណិតឬក៏បណ្ដាញចល័តចំណុចទី3កត្តាសំខាន់ៗនៅក្នុងការលក់សេវាកម្មហ្នឹងត្រូវផ្ដោតទៅលើមនុស្ស people ត្រូវតែផ្ដោតទៅលើបុគ្គលិករបស់យើងតែត្រូវតែបណ្ដុះបណ្ដាលគាត់ឲ្យបានល្អដើម្បីបង្កើនគុណភាពនៃសេវាកម្មរបស់យើងដំណើរការផ្ដល់នូវសេវាកម្មដំណើរការល្អហើយត្រូវតែមានប្រសិទ្ធភាពផុសតាងម៉ាកសញ្ញាឬក៏ការផ្ដល់ជា feedback ទៅកាន់អតិថិជននិងធ្វើឲ្យមានវត្តមាននៅលើអនឡាញនិងការបង្កើនទំនុកចិត្តអញ្ចឹងការយល់ដឹងអំពីលក្ខណៈពិសេសនៃកត្តាសំខាន់ៗទាំងហ្នឹងនឹងជួយឲ្យការលក់សេវាកម្មរបស់យើងនឹងបង្កើនគុណភាពសេវាកម្មនិងបំពេញតម្រូវការអតិថិជនបានល្អប្រសើរអញ្ចឹងចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ចូលទៅដល់ចំណុចរបស់មិត្តភក្តិខ្ញុំបន្តទៀត
សួស្តីអ្នកនរគ្នាឥឡូវយើងចូលមកដល់ចំណុចមួយទៀតគឺចំណុចទី 4.6 ដែលនិយាយអំពីការផ្សព្វផ្សាយការលក់អញ្ចឹងការផ្សព្វផ្សាយការលក់គឺវាមានគោលបំណងលើកទឹកចិត្តឲ្យមានការទិញម្ដងហើយម្ដងទៀតបង្កើតភាពស្មោះត្រង់របស់អតិថិជននិងបង្កើតការចែកចាយនៃចែកចាយផលិតផលរបស់យើងឲ្យបានកាន់តែល្អប្រសើរការផ្សព្វផ្សាយការលក់វារួមមានបច្ចេកទេសដែលអង្គការឬក៏អង្គភាពអាចប្រើផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទៅដល់ទីផ្សារហើយទៅដល់នឹងទៅដល់អតិថិជនដែលឡែកសកម្មភាពនៃការផ្សព្វផ្សាយនៃការលក់នឹងរួមមានទី1គឺការលើកទឹកចិត្តនៃការទិញម្ដងហើយម្ដងទៀតរបស់អតិថិជនមួយទៀតគឺការកសាងភាពស្មោះត្រង់របស់អតិថិជនរយៈពេលវែងដែលឧទាហរណ៍ដូចជាការពេញចិត្តរបស់អតិថិជនគាត់ពេញចិត្តគាត់គ្រប់គ្រងទៅលើផលិតផលរបស់ពួកយើងមួយទៀតគឺការលើកទឹកចិត្តរបស់អ្នកប្រើប្រាស់ឲ្យមើលទៅវាមានភាពជាក់លាក់មានភាពត្រឹមត្រូវហើយផលិតផលរបស់យើងនឹងវាមានគុណភាពល្អមួយទៀតគឺបង្កើតកម្រិតនៃការលក់របស់យើងនឹងគឺវាមានភាពរីកចម្រើនការលក់មានការកើនឡើងមួយទៀតគឺការពង្រីកឬក៏ការបង្កើននៃការចែកចាយផលិតផលរបស់យើងឲ្យវាមានភាពល្អប្រសើរអញ្ចឹងសូមចូលទៅដល់ slide បន្តទៀតslide បន្តទៀតគឺយើងនឹងនិយាយអំពីថាការផ្សព្វផ្សាយនឹងវាមានអីគេខ្លះអញ្ចឹងការផ្សព្វផ្សាយនៃការលក់គឺវាមានដូចជាទី1គឺការកាត់បន្ថយតម្លៃអញ្ចឹងការកាត់បន្ថយតម្លៃក៏ជាផ្នែកមួយនៃដ៏សំខាន់មួយនៃការផ្សព្វផ្សាយលក់ផងដែរមួយទៀតគឺការផ្ដល់ប័ណ្ណការចែកខិត្តប័ណ្ណផ្សេងៗមួយទៀតការចែកអំណោយនិយាយថាការចែកអំណោយកាដូអនុស្សាវរីយ៍ដូចជាកាហ្វេ corner ជាក់ស្ដែងដូចកាហ្វេ corner ជាដើមមួយទៀតគឺការនិយាយអំពីការប្រកួតប្រជែងអញ្ចឹងការប្រកួតប្រជែងក៏ជាផ្នែកមួយដ៏សំខាន់នៃការផ្សព្វផ្សាយទៅលើការលក់ផងដែរមួយទៀតក៏និយាយអំពីការឲ្យប្រាក់រង្វាន់ឬក៏យើងនិយាយថា cash bonus ជាដើមអញ្ចឹង cash bonus យើងអាចនិយាយបានថាដូចការចែកអំឡុងពេលពិធីបុណ្យចូលឆ្នាំចិនឬក៏អីជាដើមអញ្ចឹងយើងអាចចែកជា bonus សម្រាប់អតិថិជនរបស់យើងអតិថិជនដែលគាត់មានការគ្រប់គ្រងនៅផលិតផលរបស់យើងជាដើមចំណុចមួយទៀតយើងនឹងនិយាយអំពីការផ្សព្វផ្សាយនៃការលក់ហ្នឹងវាបែងចែកជា3ផ្នែកសំខាន់គឺទី1ការផ្សព្វផ្សាយអតិថិជនទី2ការផ្សព្វផ្សាយពាណិជ្ជកម្មហើយនិងទី3គឺការផ្សព្វផ្សាយកម្លាំងនៃការលក់ឬក៏ការលើកទឹកចិត្តទៅដល់បុគ្គលិករបស់យើងអញ្ចឹងសូមចូលទៅ slide បន្ទាប់នៅក្នុង slide បន្ទាប់នេះគឺខ្ញុំនឹងនិយាយអំពីការបែងចែកនៃផ្នែកសំខាន់ដែលបាននិយាយ3ខាងលើហ្នឹងទី1គឺ consumer promotion អញ្ចឹងការ promotion ការផ្សព្វផ្សាយតាមរយៈអតិថិជនហ្នឹងគឺវាមានលក្ខណៈបែបវាទាក់ទាញមួយដើម្បីជំរុញឲ្យវាមានតម្រូវការចុងក្រោយហើយនឹងជួយកាត់បន្ថយតម្លៃផ្សេងៗដែលយើងបានប្រាប់ណាហើយការផ្ដល់ជូនពិសេសតាមរយៈការផ្សព្វផ្សាយតាមរយៈអតិថិជនហ្នឹងវាមានដូចជាការផ្ដល់អំណោយក្នុងកញ្ចប់ផ្សេងៗការផ្ដល់តម្លៃបន្ថែមទៅដល់ទំនិញអាចថាជាការ discount ឬក៏អីផ្សេងៗចឹងទៅមួយទៀតមិនថាផ្ទាល់ឬក៏តាមរយៈសេវាកម្មជាដើមមួយទៀតការបន្តការផែនការការចែកគូប៉ុងផ្សេងៗដូចជាការបែងចែកការចែកគូប៉ុងការ discount ការអីចឹងទៅលើការទិញផលិតផលរបស់យើងនិងគំរូឥតគិតថ្លៃដែលត្រូវបានប្រើប្រាស់ផងដែរដើម្បីទាក់ទាញអតិថិជនរបស់យើងនឹងគាត់មកទិញឬក៏មកទទួលសេវាកម្មរបស់យើងមួយទៀតគឺការផ្សព្វផ្សាយពាណិជ្ជកម្មអញ្ចឹងការផ្សព្វផ្សាយពាណិជ្ជកម្មមានគោលបំណងជំរុញផលិតផលការលក់ផលិតផលរបស់យើងដូចជាការផ្សាយប្រម៉ូទផលិតផលការផ្សាយពាណិជ្ជកម្មទៅលើប្រព័ន្ធ social media ដូចជា Facebook TikTok YouTube ជាដើមដែលការផ្សព្វផ្សាយទាំងអស់ហ្នឹងគឺវាមានលក្ខណៈពេញនិយមខ្លាំងនៅពេលបច្ចុប្បន្នហើយក៏វាជំរុញឲ្យការលក់របស់អង្គភាពមួយមានការលក់កើនឡើងផងដែរហើយគោលបំណងរួមនៃការសម្រេចបាននៃការចែកចាយដ៏ទូលំទូលាយនេះគឺបានផ្លាស់ប្ដូរក្រុមហ៊ុននឹងការលើកទឹកចិត្តយ៉ាងសំខាន់ទៅដល់យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយទៀតគឺការផ្សព្វផ្សាយកម្លាំងលក់ឬក៏ការលើកទឹកចិត្តទៅដល់បុគ្គលិកអញ្ចឹងការលើកទឹកចិត្តបុគ្គលិកក៏ជាផ្នែកមួយដែលសំខាន់ផងដែរនៅក្នុងការផ្សព្វផ្សាយទៅដល់ការលក់ជាញឹកញាប់ការលើកទឹកចិត្តបុគ្គលិកហ្នឹងគឺយើងធ្វើឡើងតាមរយៈការផ្ដល់រង្វាន់ការលើកទឹកចិត្តរង្វាន់អាចជាកម្រៃជើងសារអីជាដើមមួយទៀតការកំណត់គោលដៅរួមនេះគឺការកំណត់គោលដៅដែលថាយើងត្រូវលើកទឹកចិត្តបុគ្គលិកហ្នឹងគឺណែនាំឲ្យយើងនិយាយថាណែនាំអតិថិជនឲ្យទទួលបាននូវផលិតផលថ្មីការផ្លាស់ប្ដូររបស់ដែលលក់យឺតទៅជាលឿនហើយនឹងអភិវឌ្ឍការរំពឹងទុករបស់យើងថ្មីជាដើមហើយមួយទៀតការលើកទឹកចិត្តនេះគឺអាចផ្អែកទៅលើតម្លៃឬក៏ឯកតានៃការលក់ដូចខ្ញុំនិយាយអញ្ចឹងគឺជាការអាចនិយាយបានថាយើងផ្ដល់ឲ្យលើកទឹកចិត្តឲ្យគាត់តាមរយៈការជីថ្នូរឬក៏ជីថ្នូរ bonus ខែ bonus អីជាដើមសូមចូលទៅដល់ slide បន្តទៀតដែល slide បន្ទាប់ហ្នឹងគឺយើងនឹងចូលចំណុចទី 4.7 គឺការតាំងពិព័រណ៍សូមទៅ slide បន្តទៀតអញ្ចឹងការតាំងពិព័រណ៍គឺវាមានលក្ខណៈទាក់ទងទៅនឹងការកំណត់នៃការលក់ដោយសារតែគោលបំណងគឺមិនមែនដើម្បីតែការលក់ពីទីកន្លែងដែលបង្ហាញនោះទេគឺវាគឺការតាំងពិព័រណ៍និងការពិព័រណ៍ពាណិជ្ជកម្មហ្នឹងគឺជាកន្លែងដែលអាជីវកម្មភាគច្រើនកើតមានឡើងជាទូទៅគឺវាមានមុខងារសម្រាប់បង្កើតសច្ចន្ទៈនិងការរៀបចំផ្លូវសម្រាប់ការលក់នៅពេលអនាគតរបស់អង្គភាពអញ្ចឹងការតាំងពិព័រណ៍គឺធ្លាប់ត្រូវបានចាត់ទុកជាវត្ថុដ៏ប្រណិតមួយឬក៏ដ៏សំខាន់មួយនៅក្នុងការធ្វើទីផ្សាររបស់ក្រុមហ៊ុនដោយឡែក
ការតាំងពិព័រណ៍ក៏វាពាក់ព័ន្ធទៅនឹងបុគ្គលិកការឈរតាំងពិព័រណ៍របស់បុគ្គលិកផងដែរដែលវាជាជម្រើសងាយស្រួលបំផុតសម្រាប់ការលក់ឬក៏សម្រាប់ការតាំងពិព័រណ៍របស់ពួកគេអញ្ចឹងបើសិនជាយើងនិយាយអំពីបុគ្គលិកសម្រាប់ណែនាំឬណែនាំការតាំងពិព័រណ៍របស់យើងគឺពួកគាត់គឺជាផ្នែកមួយដ៏សំខាន់មែនទែនសម្រាប់ហើយក្រុមហ៊ុនក៏គួរតែយកចិត្តទុកដាក់ទៅលើពួកគេផងដែរអញ្ចឹងទៅដល់ចំណុចមួយទៀតខ្ញុំនឹងនិយាយអំពីលក្ខណៈនៃការតាំងពិព័រណ៍លក្ខណៈនៃការតាំងពិព័រណ៍ល្អអញ្ចឹងតើការតាំងពិព័រណ៍ល្អវាមានលក្ខណៈបែបម៉េចខ្លះអញ្ចឹងការតាំងពិព័រណ៍ល្អវាមានលក្ខណៈដូចជាទី1ការប្រកួតប្រជែងឧទាហរណ៍យើងសង្កេតឃើញថានៅតាមផ្សារទំនើបធំៗជាច្រើនតែងតែមានការតាំងពិព័រណ៍នៅក្នុងផ្សារទំនើបហើយទាំងអស់ហ្នឹងគឺសិតសឹងតែមានការប្រកួតប្រជែងគ្នាខ្លាំងមែនទែនមួយទៀតគឺនិយាយអំពីមួយទៀតគឺវាមានព័ត៌មានល្អៗពាក់ព័ន្ធជាមួយនឹងផលិតផលរបស់យើងហើយការតាំងបង្ហាញល្អហ្នឹងវាមានលក្ខណៈថាវាមានបង្ហាញនូវផលិតផលថ្មីៗហើយកន្លែងតាំងពិព័រណ៍ហ្នឹងគឺវាមានល្អសម្រាប់អតិថិជនគាត់ចូលមកទស្សនាចូលមកមើលអញ្ចឹងបន្ថែមពីនេះទៀតបើសិនជាយើងនិយាយអំពីលក្ខណៈនៃអ្នកតាំងពិព័រណ៍វិញតើអ្នកតាំងពិព័រណ៍គាត់មានលក្ខណៈបែបម៉េចខ្លះសម្រាប់ឲ្យអតិថិជនគាត់មកសួរនាំឬក៏មកមើលមកទិញផលិតផលរបស់យើងអញ្ចឹងលក្ខណៈរបស់អ្នកតាំងពិព័រណ៍ល្អរួមមានទី1គឺការដាក់ទីតាំងបង្ហាញផលិតផលជាច្រើនមុខជាពិសេសទំនិញធំដែលដាក់បង្ហាញមានលក្ខណៈច្បាស់លាស់ល្អអតិថិជនងាយស្រួលមើលនិងចាប់អារម្មណ៍មួយទៀតបុគ្គលិកត្រូវឈរនិងទទួលរាក់ទាក់ភ្ញៀវឬក៏អតិថិជនរបស់យើងហ្នឹងមួយទៀតគឺបុគ្គលិកដែលមានព័ត៌មានល្អបុគ្គលិកដែលនិយាយថាគាត់យល់ដឹងអំពីផលិតផលហ្នឹងបានកាន់តែច្បាស់ដើម្បីអតិថិជនគាត់សួរមកបុគ្គលិកអាចឆ្លើយតបទៅគាត់វិញបានយ៉ាងល្អប្រសើរមួយទៀតយើងលក្ខណៈដែលតាំងពិព័រណ៍ល្អហ្នឹងរួមមានដូចជាទីមួយទៀតយើងអាចនិយាយបានថាកន្លែងអង្គុយកន្លែងការិយាល័យដែលផ្ដល់ព័ត៌មានដល់អតិថិជនហ្នឹងគឺវាមានលក្ខណៈងាយស្រួលដើម្បីឲ្យអតិថិជនងាយស្រួលពិភាក្សាគ្នាជាមួយនឹងបុគ្គលិកតាំងបង្ហាញរបស់យើងអញ្ចឹងទៅដល់នេះហើយដែលបង្ហាញថាចឹងជារួមមកវិញនៅក្នុងចំណុចទី 4.7 ហ្នឹងគឺវាមានលក្ខណៈថាមូលហេតុដែលយើងដាក់តាំងពិព័រណ៍ល្អគឺវាមានលក្ខណៈមានផលិតផលល្អធំទូលាយដៃគូប្រកួតប្រជែងច្រើននិងព័ត៌មាននៃផលិតផលហ្នឹងដ៏ច្រើនហើយខណៈដែលបុគ្គលិកហ្នឹងស្របពេលដែលបុគ្គលិកហ្នឹងគឺមានចំណេះដឹងនិងមានព័ត៌មានជាច្រើនសម្រាប់អតិថិជនម្យ៉ាងទៀតក្រុមហ៊ុនគួរតែយកចិត្តទុកដាក់ឲ្យមែនទែនចំពោះការតាំងពិព័រណ៍ពីព្រោះការតាំងពិព័រណ៍ហ្នឹងវាជាជំហានមួយដ៏សំខាន់ក្នុងការលក់ផលិតផលរបស់យើងបានកាន់តែល្អប្រសើរអញ្ចឹងចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ហើយសូមទៅចំណុចបន្តទៀតវាចូលដល់ចំណុចទី 4.8 Natural and Raw Election Public តំណែងសាធារណៈគឺទូលំទូលាយជាងទីផ្សារឬក៏ការលក់ព្រោះវាពាក់ព័ន្ធទៅនឹងការគ្រប់គ្រងតំណែងរវាងស្ថាប័ននិងសាធារណជនផ្សេងៗទាំងខាងក្នុងដូចជាបុគ្គលិកនិងទាំងខាងក្រៅដែរដូចជាអតិថិជនរដ្ឋាភិបាលប្រព័ន្ធផ្សព្វផ្សាយតំណែងសាធារណៈដើរតួនាទីសំខាន់ក្នុងការបង្កើតអត្តសញ្ញាណសាជីវកម្មគ្រប់គ្រងតំណែងនិងមានឥទ្ធិពលលើមតិសាធារណៈផ្នែកលក្ខណៈសំខាន់នៃទំនាក់ទំនងសាធារណៈចំណុចទី1និយាយពីនិយមន័យនិងតួនាទីទំនាក់ទំនងសាធារណៈគឺជាកិច្ចខិតខំប្រឹងប្រែងដោយចេតនាក្រុមតុបតែប្រកបដោយនិរន្តរភាពដើម្បីបង្កើតការយល់ដឹងគ្នាទៅវិញទៅមករវាងស្ថាប័នមួយនិងទស្សនិកជនរបស់ខ្លួនវាពាក់ព័ន្ធនឹងការគ្រប់គ្រងការយកឃើញការកសាងទំនុកចិត្តនិងការរក្សារូបភាពខ្សែអាជីវកម្មជួយដោះស្រាយជម្លោះនិងតម្រង់ផលប្រយោជន៍ចំណុចទី2មុខងាររបស់ទំនាក់ទំនងសាធារណៈការកាត់ទុកមុននិងការបកស្រាយមតិសាធារណៈដើម្បីណែនាំគោលនយោបាយរបស់ក្រុមហ៊ុនការគ្រប់គ្រងការប្រឹក្សាលើយុទ្ធសាស្ត្រទំនាក់ទំនងស្រាវជ្រាវនិងវិតម្លៃយុទ្ធនាការទំនាក់ទំនងសាធារណៈដើម្បីធានាប្រសិទ្ធភាពឥទ្ធិពលលើគោលនយោបាយសាធារណៈនិងការបង្កើតការសម្រេចចិត្តផ្នែកនីតិបញ្ញត្តិការគ្រប់គ្រងធនធានដើម្បីអនុវត្តសកម្មភាពទំនាក់ទំនងសាធារណៈប្រកបដោយប្រសិទ្ធភាពចំណុចទី3និយាយពីអត្តសញ្ញាណសាជីវកម្មនិងកេរ្តិ៍ឈ្មោះទំនាក់ទំនងសាធារណៈជួយការអភិវឌ្ឍលើបុគ្គលលក្ខណៈសាជីវកម្មដែលឆ្លុះបញ្ចាំងពីតម្លៃរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពធានាថាកេរ្តិ៍ឈ្មោះរបស់អង្គការត្រូវបានរក្សាតាមរយៈការប្រាស្រ័យទាក់ទងប្រកបដោយសីលធម៌សូមស្លាយបន្តទៀតចំណុចទី4អ្វីដែលទំនាក់ទំនងសាធារណៈមិនមែនជាការផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃទេទំនាក់ទំនងសាធារណៈផ្ដោតលើភាពជឿជាក់ខណៈពេលដែលការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាការផ្សព្វផ្សាយដោយបង់ប្រាក់មិនឃោសនាមិនដូចជាការឃោសនាទំនាក់ទំនងសាធារណៈគឺពឹងផ្អែកលើការពិតនិងការបញ្ចុះបញ្ចូលប្រកបដោយក្រមសីលធម៌ចំណុចទី5គោលបំណងនៃទំនាក់ទំនងសាធារណៈទាក់ទងនឹងការសាកសួរផ្នែកលក់និងវិនិយោគពង្រឹងភាពស្មោះត្រង់របស់អតិថិជននិងការយកឃើញម៉ាកយីហោកែលម្អទំនាក់ទំនងបុគ្គលិកនិងការជ្រើសរើសបុគ្គលិកគោលនយោបាយមានឥទ្ធិពលក្នុងការបង្កើតបរិយាកាសអាជីវកម្មអំណោយផលចំណុចទី6ការបញ្ចូលទំនាក់ទំនងសាធារណៈក្នុងអង្គការទំនាក់ទំនងសាធារណៈគួរតែ
ជាផ្នែកមួយនៃការសម្រេចចិត្តជាយុទ្ធសាស្ត្រជាជាងគ្រាន់តែជាមុខងារបច្ចេកទេសអ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈត្រូវតែមានការចូលរួមដោយផ្ទាល់ទៅកាន់អ្នកគ្រប់គ្រងជាន់ខ្ពស់ដើម្បីធានាបាននូវការតម្រឹមជាមួយនឹងគោលដៅរបស់ក្រុមហ៊ុនសកម្មភាពទំនាក់ទំនងសាធារណៈអាចវាស់វែងបានដោយមានគោលបំណងកំណត់សម្រាប់ការវាយតម្លៃសូមស្លាយបន្តទៀតចូលដល់ចំណុច 4.9 សេចក្តីសន្និដ្ឋានចំពោះផ្នែកនេះមានចំណុចសំខាន់អំពីបរិយាកាសការលក់និងយុទ្ធសាស្ត្រវាសង្កត់ធ្ងន់ថាវិធីសាស្ត្រនៃការលក់ត្រូវតែសម្របតាមបរិបទផ្សេងៗគ្នាពីការលក់ឧស្សាហកម្មនិងពាណិជ្ជកម្មរហូតដល់អ្នកលក់បន្តនិងមានការលក់ផ្អែកលើសេវាកម្មការផ្សព្វផ្សាយនិងការតាំងពិព័រណ៍មានតម្លៃក្នុងការលក់ខណៈដែលទំនាក់ទំនងសាធារណៈបានក្លាយជាផ្នែកសំខាន់មួយនៃតួនាទីនៅក្នុងការលក់ហ្នឹងចំណុចរបស់យើងមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកគ្រូហើយនិងអ្នកទាំងអស់គ្នា